បាទសួស្តីអ្នកទាំងអស់គ្នាទាំងយើងត្រឡប់មកវីដេអូថ្នាក់បកប្រែកាសែតយើងសារឡើងវិញបាទនៅថ្ងៃនេះយើងមានអត្ថបទមួយដែលទាក់ទងជាមួយការធ្លាក់ថ្លៃនៃឡានមកទឹកនៅក្នុងប្រទេសកម្ពុជាយើងតើអញ្ចឹងសម្រាប់កថាខណ្ឌទី1ខ្ញុំសូមអានឲ្យទាំងអស់គ្នាបន្តិចតោះចូលដើម现在二手车降价廉价新车进口增长。据汽车销售内业人士表示，目前二手车市场价格开始下降，而从外国进口的廉价新车保持增长。其原因是一些新产车型的售价与二手车相似អញ្ចឹងយើងមើលអត្ថន័យទាំងអស់គ្នាបាទមុនដំបូងយើងមើលចំណងជើង现在二手车降价廉价新车进口增长បាទ现在ប្រទេសកម្ពុជា二手车ឡានមួយទឹកបាទ降价ធ្លាក់ថ្លៃ廉价មានថា廉价ហ្នឹងគឺតម្លៃធូរ廉价新车ឡានថ្មីដែលមានតម្លៃធូរ进口នាំចូល增长កាលណាអញ្ចឹងចំណងជើងរបស់យើងគឺចង់និយាយថាតម្លៃរថយន្តមកទឹកនៅក្នុងប្រទេសកម្ពុជាយើងធ្លាក់ថ្លៃហើយការនាំចូលឡានថ្មីដែលមានតម្លៃធូរហ្នឹងបាទមានការកើនឡើងតោះនេះបងប្អូន据永达汽车销售内业人士表示ចឹង据នេះមានន័យថាយោងតាម汽车销售មានថាអ្នកលក់ឡាន内业人士គេចង់សំដៅអ្នកដែលរកស៊ីខាងផ្នែកឡានហ្នឹងហ្មងព្រោះបើយើងនិយាយពាក្យចំមកវាមក内业人士មានន័យថាអ្នករកស៊ីផ្នែកខាងក្នុងមានថាតាក់ទងជាមួយផ្នែកឡានហ្នឹងបើសិនជាយើងថាអ្នករកស៊ីសំឡងមកនិយាយពីផ្នែកឡានមានថាអ្នកដែលមានជំនាញផ្នែកមិនមែនជាផ្នែកឡានផ្នែកខាងក្រៅមកនិយាយពីឡានចា内业人士នេះគេចង់សំដៅអ្នកដែលរកស៊ីផ្នែកហ្នឹងហ្មង表示បង្ហាញថាចឹងយោងតាមអ្នកដែលគាត់រកស៊ីខាងផ្នែកឡានផ្នែកលក់ឡានហ្នឹងបានបង្ហាញថាបាទ目前二手车市场价格开始下降អញ្ចឹងបច្ចុប្បន្នបាទឡានមួយទឹក市场ទីផ្សារ价格តម្លៃ开始ចាប់ផ្ដើម下降ធ្លាក់ចុះអញ្ចឹងអា降价នៅខាងលើនេះធ្លាក់ថ្លៃដល់ពេលអានេះ下降នេះគេមានចង់និយាយថាធ្លាក់ចុះអញ្ចឹងក្នុងន័យរបស់គេចង់និយាយថាបច្ចុប្បន្នតម្លៃទីផ្សារឡានមួយទឹកចាប់ផ្ដើមធ្លាក់ចុះ而不要问跌从外国进口的廉价新车保持增长យ៉ាងវិញទៀតបាទ外国នេះមានថាពីក្រៅប្រទេស进口យើងបានដឹងហើយខាងលើមិញគឺនាំចូល廉价新车廉价ហ្នឹងគឺតម្លៃធូរ新车ឡានថ្មីអញ្ចឹង廉价新车យើងមកបញ្ចូលនេះគឺឡានថ្មីដែលមានតម្លៃធូរបើឈឺបន្តจึง长កើនឡើងអញ្ចឹងម្យ៉ាងវិញទៀតឡានថ្មីដែលមានតម្លៃទាបតែនាំចូលពីក្រៅប្រទេសហ្នឹងបាទបន្តការកើនឡើង其原因是一些新产车型的售价与二手车相似ចឹងនេះមានថាមួយផ្សេងវិញទៀត原因គឺគេចង់និយាយពីមូលហេតុ一些ខ្លះ新产车型នេះគេចង់និយាយពី model ឡានផលិតថ្មីតើ售价បាទ售价ហ្នឹងគេចង់និយាយពីតម្លៃលក់与នឹង二手车ឡានមួយទឹក相似ប្រហែលស្តៀងបាទស្តៀងចឹងយើងទៅបកបែរចេះ
មូលហេតុផ្សេងមួយទៀតបាទយើងបកពីនេះមកមូលហេតុផ្សេងមួយទៀតគឺចឹងយើងត្រូវបកប្រែពីតម្លៃលក់មុនបាទតម្លៃលក់ឡាន model ថ្មីឡាន model ថ្មីខ្លះបាទនឹងឡានមកទឹកគឺមិនស្យ៉ាងស្តៀងគ្នាប្រហែលគ្នាចឹងក្នុងន័យនេះគេចង់និយាយថាបច្ចុប្បន្នឡានមកទឹកតម្លៃទីផ្សារឡានមកទឹកហ្នឹងគឺវាធ្លាក់ចុះបាទដោយសារតែការនាំចូលឡានថ្មីឡានផលិតថ្មីដែលមានតម្លៃធូរពីក្រៅប្រទេសហ្នឹងគឺបន្តការកើនឡើងហើយមូលហេតុមួយដែលវាជាហេតុផលនោះមានថាប្រភេទ model ឡានថ្មីដែលទិញផលិតហ្នឹងតម្លៃវាគឺផាកផាយជាងឡានមកទឹកបាទអញ្ចឹងទាំងអស់គ្នាឃើញជាក់ស្ដែងនៅលើទីផ្សារឡានហ្នឹងអញ្ចឹងខ្ញុំបន្តអានអានេះឲ្យទាំងអស់គ្នាមកតិចទៀតគាត់ថាខាងនេះឲ្យបានទាំងអស់គ្នាស្ដាប់ម្ដងទៀតអញ្ចឹង据汽车销售内业人士表示បាទបើយោងតាមអ្នកជំនាញការផ្នែកលក់ឡានហ្នឹងបានបង្ហាញថា目前二手车市场价格开始下降បច្ចុប្បន្នហ្នឹងទីផ្សារតម្លៃទីផ្សារឡានមកទឹកចាប់ផ្ដើមធ្លាក់ចុះ而从外国进口的廉价新车保持增长ម្យ៉ាងវិញទៀតបាទឡានថ្មីដែលមានតម្លៃធូរនាំចូលពីក្រៅប្រទេសហ្នឹងគឺបន្តការកើនឡើង其原因是一些新产车型的售价与二手车相似ហេតុផលមួយផ្សេងទៀតនោះគឺដោយសារតែ model ឡានផលិតថ្មីខ្លះតម្លៃរបស់វាគឺវាផាកផាយជាមួយនឹងឡានមកទឹកតោះអញ្ចឹងយើងចូលមើលកថាខណ្ឌទី2ចឹងគេបាននិយាយបន្ថែមទៀតថា据一名二手车商贩狄素杰介绍目前市面上的二手车售价大幅下降即每车下降500至1000美元原因是目前很多廉价进口新车投放到了市场价格几乎与二手车相近而生产年份高于二手车但进口的二手车也有高生产年份同样拥有好质量而耐用大部分是从美国、日本和韩国进口តោះយើងមើលអត្ថន័យបាទអារបស់នេះយើងវែងបន្តិចចឹងថាយោងតាមអ៊ីមីងម្នាក់មួយរូប二手车ឡានមកទឹកសាងហ្វានគេចង់និយាយពីថាកន្លែងលក់រាយដូចថានៅក្នុងអាជីវកម្មឡានវាមានកន្លែងឃ្លាំងគេបោះដុំឡានទៅតាមហាងឡានមួយចំនួនបាទគេនាំចូលមកគេស្តុកក្នុងឃ្លាំងគេហើយគេបោះឲ្យឡានហាងលក់ឡានមួយចំនួនដែលលក់ថា10គ្រឿង20គ្រឿងឡានអញ្ចឹងណាចឹងហ្នឹងគេហៅថាសាំងហ្វាន់ហើយកន្លែងដែលលក់រាយហើយនឹងកន្លែងបោះដុំអញ្ចឹងទីស៊ូជានេះគឺជាឈ្មោះពួកគេទេជាសក់បានណែនាំអញ្ចឹងយោងតាមម្ចាស់ហាងលក់ឡានមួយទឹកម្នាក់បាននិយាយថាទីស៊ូជាបងទីស៊ូជានឹងបានណែនាំថា目前បច្ចុប្បន្ន市面上的二手车售价បាទចឹងតម្លៃទីផ្សារឡានមួយទឹកនៅនឹងមុខយើងហ្នឹងមានថានៅលើទីផ្សារហ្នឹង大幅下降大幅គេចង់និយាយថាកំហុកឬក៏ខ្លាំងចឹងធ្លាក់តម្លៃខ្លាំង即每车下降500至1000美元ចឹងក្នុងឡានមួយគ្រឿងវាធ្លាក់ថ្លៃរហូតដល់$500ទៅ$1000原因是មូលហេតុនោះគឺ目前បច្ចុប្បន្ន很多廉价进口新车投放到了市场ចឹងបច្ចុប្បន្នមានបាទ
lan tham mây để miền làm lại thu lan tham mây nom trộn để miền làm lại thú và bạn đặt lụa được gọi đặt bằng hai là tìm xa nữa 价格几乎与二手车相近 bottom line với Vister tái một kiện phối相近 như vậy đó kia mà nằm lại với kiện đằng lan một tầng đó 生产年份高于二手车 đó mà nhau một tiết 生产年份 mình ta chắc năm một lần cao于bộ chiến 二手车 bộ chiến lan một tầng tiền chứถ้าล้านมันตั้งชั้นปีปอนมาแผมแต่ไหลปีเมินแผมบ่าล้านทำไมเด็ดบ่าล้านในชั้นปีปอนมาไพ่ใบแต่ไหลเว้ยไอ้ถ้าปีเมินบ่มวยหรือก็ปีเมินเปิลเรือคลาสก็วิทยาลัยเขาล้านมาตั้งตีเตียนchứให้บันกี่ท่านทำไรนั่นคือvìผ่าพายขณีให้ชั้นนำไหนบ่าล้านนั่นคือล้านทำไมกี่บ่าล้านพลิมชั้นนำนั่งชั้นนำบนแต่รู้ไหลผ่าพายขณีบ่าต่อมาที่但本来进口的二手车也有高生产年份 ប៉ុន្តែបាទឡានមកទឹកដែលនាំចូលនេះក៏មានបាទឡានខ្លះវាផលិតឆ្នាំខ្ពស់ដែរអញ្ចឹងមានថាឡានមកទឹកខ្លះវាផលិតឆ្នាំ2018វានាំចូលតម្លៃវាបាទក៏នៅគួរសមដែរឡានខ្លះផលិតឆ្នាំខ្ពស់ដែរបាទ同样ដូចគ្នាដែរ拥有好质量耐用បាទដូចគ្នាវាមានគុណភាពល្អពោះហៅ质量គុណភាពជាណៃយងហើយវាក៏ធន់នឹងការប្រើប្រាស់ណៃយងមានថាធន់នឹងការប្រើប្រាស់អញ្ចឹងគេចង់បញ្ជាក់ថាក៏មានឡានបន្ទឹកខ្លះក៏វាឆ្នាំផលិតខ្ពស់ដែរហើយដូចគ្នាដែរក៏វាមានគុណភាពល្អហើយហ្នឹងធន់នឹងការប្រើប្រាស់大部分គេចង់និយាយពីភាគច្រើន是从美国日本和韩国进口的បាទ大部分គឺភាគធំបាទភាគច្រើន美国សហរដ្ឋអាមេរិក日本ជប៉ុន韩国កូរ៉េ进口នាំចូលបាទអញ្ចឹងគេចង់សម្ដៅថាឡានមកទឹកភាគច្រើនគឺវានាំចូលពីសហរដ្ឋអាមេរិកពីជប៉ុននិងពីប្រទេសកូរ៉េអញ្ចឹងអត្ថបទនេះគឺថាខណ្ឌទី2ខ្ញុំអានដល់ទាំងអស់គ្នាម្ដងទៀតហើយខ្ញុំបកផាយឲ្យ据一名二手车商贩狄书杰介绍អញ្ចឹងយោងតាមម្ចាស់ឃ្លាំងលោកឡានមកទឹកបង狄书杰បានណែនាំថា目前市面上的二手车售价大幅下降អញ្ចឹងតម្លៃឡានមកទឹកនៅលើទីផ្សារហ្នឹងនៅលើទីផ្សារបច្ចុប្បន្នហ្នឹងគឺវាធ្លាក់ថ្លៃយ៉ាងកំហុក即每车下降500到1000美金អញ្ចឹងក្នុងឡានមួយគ្រឿងវាចុះថ្លៃរហូតដល់500ដល់$1000原因是目前很多廉价进口新车投放到了市场បញ្ហានោះគឺបច្ចុប្បន្នមានឡានថ្មីតម្លៃធូរដែលនាំចូលហ្នឹងដាក់លក់នៅលើទីផ្សារដាក់បង្ហាញនៅលើទីផ្សារ价格几乎与二手车相近បើនិយាយពីតម្លៃវិញបើនិយាយពីតម្លៃវិញវាស្ទើរតែប្រហែលតម្លៃឡានបន្ទឹកឯគៀកនឹងតម្លៃឡានបន្ទឹកឯ生产年份高于二手车ហើយឆ្នាំផលិតរបស់វាហ្នឹងគឺខ្ពស់ជាងឡានបន្ទឹកទៅទៀត但进口的二手车也有高生产年份ហើយប៉ុន្តែក៏មានឡានបន្ទឹកនាំចូលខ្លះឆ្នាំផលិតរបស់វាក៏ខ្ពស់ដែរ同样ដូចគ្នាដែរ拥有好质量且耐用ក៏មានគុណភាពល្អហើយវាធន់នឹងការប្រើប្រាស់ដែរ大部分是从美国日本和韩国进口ហើយភាគច្រើននោះគឺនាំចូលពីសហរដ្ឋអាមេរិកជប៉ុនហើយនិងប្រទេសកូរ៉េអូខេអញ្ចឹងវីដេអូនេះរៀងវែងតិចសង្ឃឹមថាទាំងអស់គ្នាមើលវាហើយមើលទៀតទាំងអស់គ្នានឹងចេះបានពាក្យច្រើននៅក្នុងអត្ថបទនេះជួបគ្នានៅវីដេអូក្រោយស៊ី